គ្រួសារទៅនៅធ្វើការនឹងរាជធានីជា500គីឡូពីភ្នំពេញទៅរតនគិរីដាក់ធ្វើការសំណងគ្រប់ខេត្តគ្រប់ក្រុងគ្រប់ទីទីចង់ដូរមុខលបព្រោះអីចាត់អន់នឹងឡងស៊ីមីតាមចក្តីសម័យឈានជើងជួងតន្ត្រីត្រូវធ្វើឲ្យបានជោគជ័យហើយសាងគេឈ្មោះឲ្យល្បីតាមចក្តីសម័យឈានជើងជួងតន្ត្រីត្រូវធ្វើឲ្យបានជោគជ័យហើយសាងគេឈ្មោះឲ្យល្បីខ្ញុំបបងលេចចង់បន្តរសាជីវភាពគ្រួសារខ្ញុំក៏ឋានៈត្រឹមជាកូនកសិករគិតថាខ្លួនឯងនេះធ្វើមិនបានប៉ុន្តែទីនេះខ្ញុំមានសំណាក់មកចូលលើឆាខ្ញុំមងអានសមត្ថភាពមានទាំងប៉ុន្មានធ្វើឲ្យអ្នកស្ដាប់ភ្លេចដល់នឹងហើមពេលដែលខ្ញុំចាប់ផ្ដើមមិនសូវជាមានអ្នកជួយសាទរទេមានតែអ្នកមកអាប់ឲ្យសោះចំអត់ថាវាមិនអាចទេចង់ទៅតារាអីមកឲ្យរត់ថ្ងៃត្រឹមជាកិច្ចគេធ្វើសំណងអាថ្ងៃជប់ដេកសម័យទៅវាមិនខ្មេះទេតែខ្ញុំមិនបោះបង់ខ្ញុំនៅតែបន្តធ្វើទៅតាមបេះដូងអ្នកមិនខ្ជិលពីថ្ងៃអ្នកយល់ទេតាមចាប់ក្តីសម័យទាំងមិនដៃទៅទេកុំចាំមករំខានវចសល់ឡាយមកមានសត្វទេទ្រុតែផ្លេចខ្លួនឯងដល់ដួលខ្លួនឯងឲ្យងើបខ្លួនឯងកុំខំពីសំដីពួកអ្នកដតីឲ្យយើងចំបែងត្រូវធ្វើវាឲ្យបានមុននឹងជីវិតខ្លាចទៅជាខ្វែងគ្មានអ្នកណាកាន់មកជោគជ័យបើសិនជាយើងមិនខំប្រឹងប្រែងតាមចាប់ក្តីសម័យឈានជើងចូលវងតន្ត្រីត្រូវធ្វើឲ្យបានជោគជ័យហើយសាងគេឈ្មោះឲ្យល្បីរាប់ពី1ដល់3សំលាក់សម្លឹងមកខ្ញុំឲ្យច្បាស់ជាវិធី solo មិនងាយចោះចូលអ្នកណាព្រៀបដែរឃើញខ្ញុំទៅរាក់ទាក់កុំគិតថាខ្ញុំចង់តង់ឲ្យសោះខ្ញុំប្រចោឲ្យគេឲ្យចង់នឹងពីសំណាមមនុស្សចាច់ជាពីគ្រួសារទៅនៅធ្វើការនឹងរាជធានីជា500គីឡូពីភ្នំពេញទៅរតនគិរីដាក់ធ្វើការសំណងគ្រប់ខេត្តគ្រប់ក្រុងគ្រប់ទីទីចង់ដូរមុខលបព្រោះអីចាត់អន់នឹងឡងស៊ីមីតស៊ូពីកូនជាងចែកគ្រប់ជំនាញឡើងជាមេកាឡើងមកជ្រៀងទីនេះខ្ញុំចង់ឲ្យខ្លួនជា superstar សាំងគេឈ្មោះឲ្យល្បីឲ្យក្នុង$50,000ហើយនេះជាក្តីសម័យដ៏ធំបំផុតតាំងពីកុមារតាមចក្តីសម័យឈានជើងចូលវងតន្ត្រីត្រូវធ្វើឲ្យបានជោគជ័យហើយសាងគេឈ្មោះឲ្យល្បីតាមចាប់ក្តីសម័យឈានជើងចូលវងតន្ត្រីត្រូវធ្វើឲ្យបានជោគជ័យហើយសាងគេឈ្មោះឲ្យល្បី